សាកល្បងមកធ្វើនំតួឯកគឺស្វាយនេះមិនទាន់បានធ្វើមានតួឯកជ្រេញណាតែឡើយខ្ញុំខ្វល់យកមកបំពេញបេសកកម្មថ្មីណាមួយចង់សាកល្បងម្សៅជំនួយដុតនំនេះផងទៅផ្សារឃើញគេមានលក់គេថាដាក់ទៅធ្វើឲ្យម្សៅនំយើងឡើងមានអីមានតែម្សៅ all purpose flour ដាក់ពងទាមកគ្រាប់ហើយដាក់ម្សៅជំនួយដុតនំនឹងតែអត់ដឹងគេដាក់ប៉ុន្មានទេព្រោះនៅក្នុងនឹងគេថាគេដាក់បរិមាណដែលសមរម្យហើយយើងអត់ដឹងថាបរិមាណដែលសមរម្យនឹងគេប្រើប៉ុណ្ណាតែធានដាក់ច្រើនខ្ញុំដាក់តែបន្តិចទេហើយដាក់ហើយយើងកូរចូលគ្នាឲ្យសព្វនិយាយទៅកូរឲ្យញាប់ដៃបើកូរម៉ាស៊ីនអានឹងប្រហែលជាម៉ត់ខ្លាំងណាសំបីតែប្រដាប់រែងហ្នឹងក៏ខ្ជូរដែរឃើញទេឡើងទូចអាធំអត់យកមកប្រើទេខ្ញុំប្រើទូចតែដោយសារម្សៅខ្ញុំវាតិចហើយស្វាយនេះខ្ញុំហាន់យកធ្វើស្នូលហាន់វាឲ្យល្អិតទូចទូចហើយអត់ធ្វើអីហ្មងអ្នកទាំងអស់គ្នាគ្រាន់តែយកស្វាយហ្នឹងយកទៅធ្វើស្នូលហ្មងលាយម្សៅមិញភ្លេចដាក់អំបិលទៅមកដាក់អំបិលថែមបន្តិចស្វាយយើងវាផ្អែមខ្ញុំចាំបានថាម៉ាស៊ីនហ្នឹងចាក់ទៅហៀកក្លែកក្លាក់ណាខ្លាច់វាអត់ប៉ោងអញ្ចឹងទៅដំបូងហ្នឹងគឺខ្ញុំចាក់វាមកប្រទះសិនពេលបើកមកមានណាអ្នកទាំងអស់គ្នាវាហើមតិចដែរតែស្វិតទៅវិញឡើងលឿនសាច់នំមើលទៅតំណងតែរូបរាងដូចប្រហិតត្រីបន្ទាប់មកខ្ញុំចាក់មួយចំហៀងទៀតហើយមួយចំហៀងហ្នឹងគឺខ្ញុំដាក់ស្នូលស្វាយចូលហ្មងនិយាយទៅខ្ញុំដាក់ឲ្យច្រើនគាត់ថាវាឆ្ងាញ់ហើយបន្ថែមឈីបន្តិចទៀតច្រើនដែរលក្ខណៈថាសម័យឲ្យវាចេញមកតាយបែបជើងទាញមិនតាយហើយយើងចាក់ឲ្យដំបូងយើងយកទៅបិទពីលើហើយកុំឲ្យហៀក្តីសង្ឃឹមចេញមកហ្មងទោះបីតែឆ្កែខ្ញុំក៏ចាំមើលដែរចេញមកចាទឹកក៏ក្លែកក្លាក់ដូចយើងអត់យល់ទេទឹកស្វាយអ្នកទាំងអស់គ្នាទេឲ្យវាចំអិនតែធម្មតាម្សៅពីក្រៅហ្នឹងthayវាចំអិនដល់ក្នុងនេះខ្ញុំគិតថាទឹកក៏ទឹកទៅយើងកាត់ធ្វើបែបសប្រាយបែបចេញឈីអត់ឃើញឈីមើលដាច់និយាយទៅវាអត់ដូចក្តីរំពឹងឈីដែរតែឈីបែបអញ្ចេះហើយបើថាហូបឲ្យលាបមាត់តាមឲ្យតែជាអត់ចាំទេរសជាតិរៀងអែមដែរតែរូបរាងវាអត់ស្អាតសោះហ្មងបើសាច់នំវិញដូចនំពងទាហើយខាំទៅមានក្លិនស្វាយតិចក្លិនឈីសតិចហើយឈីសមិនដឹងទៅនៅណានេះរត់ឃើញបានប៉ុណ្ណឹងពីហើយឈីនេះមកសាកធ្វើនំពុំរសជាតិចេកគាត់តែស្ដាប់ក៏ដឹងតែឆ្ងាញ់ដែរពិសេសអ្នកចូលចិត្តទិញចេកដាក់អេសែលហ្មង4ណាលឿនងាយឆាប់បានញ៉ាំមានទឹកដោះគោស្រស់ខ្ញុំដាក់ទឹកសយើងជំនួសបន្ទាប់មកខ្ញុំដាក់ baking powder កូរវាឲ្យលាយចូលគ្នាប្រហែលនឹងកូរអំបិលមួយទឹកខ្ញុំដាក់ពងចូលយកហ្មងព្រោះដងដាក់ម្សៅហើយដាក់ពងវារៀងពិបាកសាកក្បាច់ថ្មីនេះម្ដងមើលពងនឹងភ្លេចហិតវាធំក្លិនអត់ទេមានអារម្មណ៍ថាក្លិនខុសធម្មតាហិតទៀតហើយដាក់ហើយកុំខ្វល់ដាក់អំបិលថែមបន្តិចក្នុងនេះខ្ញុំសាកប្រើស្ករត្នោតទឹកនឹងថាវាឈ្ងុយខុសពីស្ករសមិនខ្ញុំដាក់ចូលហើយកូរដូចគ្នាព្រោះតែដាក់ម្សៅហើយយើងពិបាកកូរណាបញ្ជាក់ទឹកដែលខ្ញុំប្រើហ្នឹងគឺទឹកធម្មតាមានទឹកក្តៅអីណាចេកគឺខ្ញុំចង់យកលបាយម៉ត់ខៃហ្មងតែខ្ញុំខ្ជិលយកម៉ាស៊ីនយកមកឲ្យពិបាកលាងដុសតែយើងចង់ច្បាច់ដៃក៏បានដែរនិយាយទៅសពគ្រឿងអស់ហើយគឺខ្ញុំថែមជាមួយនឹងម្សៅមើលខ្ញុំរកថតកញ្ចប់ម្សៅនឹងឲ្យនៅក្នុងហ្នឹងគេដាក់ម្សៅមីម្សៅសម្រាប់ធ្វើនំអាចធ្វើនំប៉័ងបានណាក្លិនវាអត់សូវឈ្ងុយខ្លាំងទេអ្នកទាំងអស់គ្នាខ្ញុំយកលបាយប៉ានេះមិនខាប់ពេកក៏មិនប៉ែកពេកដែរខ្ញុំបន្ថែមល្ងឲ្យកាន់តែឈ្ងុយងហ្នឹងខ្ញុំលីងហើយណាសល់ប៉ុណ្្នឹងខ្ញុំដាក់ប្រហើយហ្មងឥឡូវចាំអ៊ុតមើលថាបានសម្រេចអត់ប្រាប់ចាស់បានសម្រេចម្ដងហ្នឹងចាក់នៅក្នុងពុំហ្នឹងគឺខ្ញុំចាក់មកល្មមអត់ឲ្យហៀគាត់អស់ហៀរហូតសម្រាប់អ្នកដែលគាត់ចិត្តញ៉ាំនំហើយចង់លឿនអីក្បួននេះលឿនហ្មងភ្លើងឡើងពណ៌នេះគឺកំពុងតែចម្អិនព្រោះម៉ាស៊ីនហ្នឹងអត់មានកុងតាក់បិទបើកទេអញ្ចឹងវាចម្អិនវាលោតខ្លួនឯងនឹងឯងតែនេះបាននំម៉ៃតែនិយាយត្រង់អ្នកទាំងអស់គ្នាអត់សូវឈ្ងុយខ្លាំងណាស់ទេហើយនៅសល់បន្តិចហ្នឹងយើងចាក់បានមកពុំទៀតអញ្ចឹងម្សៅដែលខ្ញុំលាយមិញអានតែបន្តិចដែរហ្នឹងសាច់នំគឺលក្ខណៈទន់តែមិនមែនទន់បែបដាក់ចូលក្នុងមាត់អាលាយណាតែទន់បែបស្រួលញ៉ាំហើយឆ្ងាញ់ហើយរសជាតិវិញអត់ផ្អែមខ្លាំងទេឡមតែបើចង់ផ្អែមយើងថែមស្ករបន្ថែមទៅតាមអីខ្ញុំញ៉ាំអត់សូវផ្អែមមកពុំនេះយើងអាចធ្វើអាហារពេលព្រឹកបានណាមានពងមានចេកសិតតែប្រូតេអ៊ីនហើយវីតាមីនទេឆ្ងល់ទៀតណាអូនេះស្មូតមែនអត់មានកន្លែងប៉ាចេកមួយស្និតនេះបានមកពីដាក់អេសែលពលជាមានហើយយកចេក5ផ្លែយកមកធ្វើនំញ៉ាំហ៊ានធ្វើច្រើននេះខ្លាចញ៉ាំអត់កើតបងខ្ញុំដាក់ប្រេងឆាយកទៅក្តៅឲ្យរៀងក្តៅតែឲ្យពុះឯណាក្តៅអ៊ុនហើយខ្ញុំប្រើតែម្សៅមួយមុខទេម្សៅ all purpose flour ឬក៏យើងហៅថាម្សៅអង្គរក៏បានដែរខ្ញុំប្រើទឹកធម្មតាជំនួសទឹកដោះគោស្រស់ខ្ញុំអត់មានផងនឹងមិនដាក់ទឹកធម្មតាហើយចេកខ្ញុំបកវាឲ្យដាក់ចូលហ្មងហើយដាក់ពងទា2គ្រាប់ខ្ញុំអត់មានពងមាន់ផងមិនដាក់ពងទាហើយខ្ញុំយកដៃច្បាច់អ្នកទាំងអស់គ្នាដោយសារខ្ញុំអត់ចង់វាម៉ត់ខ្លាំងពេកបន្ទាប់មកខ្ញុំយកវាទៅកូរលើភ្លើងឲ្យវារៀងខាប់បន្តិចខ្ញុំយកល្បាយខាប់ប៉ានេះហើយខ្ញុំថែមនំធុងអ្នកទាំងអស់គ្នា2កញ្ចប់ហើយហ្នឹងយើងចង់ដាក់ក៏បានអត់ក៏បានដែរខ្ញុំគ្រាន់សាកដាក់ហ្នឹងព្រោះពេលខ្លះខ្ញុំឃើញគេដាក់នំអូរីអូខ្ញុំមាននំកញ្ចប់ខ្ញុំដាក់នំកញ្ចប់ទៅកូរច្បល់ចូលគ្នាហើយក៏នឹកថាបើដាក់ស្បែកដីមួយទៀតប្រហែលជាឆ្ងាញ់ចឹងហើយទៅយកស្បែកដីយកមកដាក់
អូស្តៃដីមានស្រាប់ហ៎ហើយខ្ញុំចាក់នៅលើនេះហើយខ្ញុំយកទៅដុតអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាអត់មានអីដុតយកទៅចៀនបានគ្រាន់តែខ្ញុំដុតទៅយើងអត់សូវប្រើប្រេងឆាសារយើងចាក់ប្រេងឆាចូលទៅក្នុងពេលយើងធ្វើនំហើយអីហើយបើដុតនឹងស្មានទៅខ្ញុំភ្លេចបាត់ហើយខ្ញុំតម្លើងរហូតហ្នឹងដូចប្រហែលជាអាច20នាទីទៅ30នាទីមើលតាមជាស្ដែងតែបច្ចៈនំនឹងអត់ក្រៀមទេណាវាឡើងខាងលើយ៉ាងមែនប៉ុន្តែនំនឹងគឺសាច់ទន់ទេដោយសារយើងប្រើម្សៅតាមមួយមុខអត់បានដាក់ម្សៅស្រួយចូលណាសម្រាប់អ្នកចូលចិត្តទន់អីធ្វើចឹងត្រូវហើយណាមួយខ្ញុំប្រើសាច់ចេកច្រើនជាងសាច់ម្សៅនេះខ្ញុំឲ្យម៉ាក់ខ្ញុំជួយភ្លក់ខ្ញុំដឹងតែឆ្ងាញ់ហើយប៉ុន្តែម៉ាក់ខ្ញុំនេះឲ្យភ្លក់គាត់អូយជើយគ្រាន់តែឲ្យភ្លក់ថាឆ្ងាញ់អត់សោះហ្នឹងគាត់ទៅវិភាគថាក្នុងនឹងមានអីខ្លះដល់សួរទៅថាឆ្ងាញ់សណ្ដែកដីហើយបើញ៉ាំអត់អស់ហ៎ដាក់ចូលក្នុងប្រអប់ហើយដាក់ក្នុងទូទឹកកក2 3ថ្ងៃខ្ញុំចូលចិត្តកោះមាន់តែខ្ញុំអត់ចូលចិត្តថ្លើមមាន់ទេតែក្នុងនេះវាមានកោះតែបន្តិចអញ្ចឹងតម្រូវឲ្យញ៉ាំតាំងថ្លើមអាគ្រឿងក្នុងហ្នឹងធំក្លិនណាអញ្ចឹងហើយមុននឹងយកចំអិនខ្ញុំច្បាច់មួយអំបិលសិនច្បាច់ប្រហែល 3-4 នាទីដែរពេលច្បាច់វាហើយខ្ញុំយកវាទៅលាងជាមួយនឹងទឹកលាងឲ្យស្អាតលាងហើយមិនចាប់ត្រឹមហ្នឹងទេណាបើសិនជាយកទៅបំពងហ្មងស្រួលទេប៉ុន្តែខ្ញុំអត់ចង់បំពងអត់ចង់ប្រើខ្លាញ់ណាអញ្ចឹងហើយខ្ញុំនេះដើម្បីថាប្រកាសចិត្តថាវាលេងធំក្លិនខ្ញុំយកទៅស្រុះមកតង់ទៀតដឹងហើយតាស្រុះហើយគឺប្រឡាក់គ្រឿងអត់ងាយចូលទេអញ្ចឹងដើម្បីឲ្យវាឆ្ងាញ់ខ្ញុំនៅតែយកវាទៅប្រឡាក់គ្រឿងធម្មតាអញ្ចឹងដាក់គ្រឿងដូចធម្មតាមានទេសមានមើមខ្ទឹមទឹកប្រេងខ្យងទឹកស៊ីអ៊ីវរ៉ូឌីអំបិលហើយស្ករសប៉ុន្តែខ្ញុំដាក់តិចខ្លាំងមែនតើហ្មងនេះឃើញអត់ច្បល់ចូលគ្នាវាអត់ចូលទេអញ្ចឹងខ្ញុំក៏គិតថាចេះបើយកទៅអាំងហ្មងណាអូមិញដាក់ម្សៅម្ទេសការ៉េតិចព្រោះវាទៅអាំងហ្មងប្រកាសជាអត់ចូលជាតិដែរហើយសាច់វាខ្សោះអត់ឆ្ងាញ់ទេរឹងទៀតចឹងហើយខ្ញុំដាក់នៅក្តារលុយមីញ៉ូមនេះយកវាទៅដុត15នាទីនិយាយទៅដុតឲ្យ make sure ថាវាឆ្អិនហ្មងអញ្ចឹងហើយពេលឆ្អិនបាន5-10នាទីហើយខ្ញុំយកមកបើកមើលចាវារៀងស្អិចអញ្ចឹងយើងញ៉ាំអញ្ចឹងក៏អត់កើតដែរព្រោះយើងយកទៅញ៉ាំជាមួយជ្រក់អញ្ចឹងខ្ញុំយកទៅអាំង10នាទីបន្ថែមទៀតទឹកនៅសល់ហ្នឹងគឺខ្ញុំចាក់ចោលអត់ប្រើទេអ្នកទាំងអស់គ្នានេះគឺជ្រក់ល្ហុងដែលខ្ញុំធ្វើញ៉ាំអស់ហើយទឹមតែថតជ្រក់ល្ហុងហ្នឹងខ្ជិលបង្ហាញព្រោះធ្លាប់ធ្វើផុសវីដេអូម្ដងហើយតែគ្រឿងក្នុងដែលខ្ញុំញ៉ាំហ្នឹងគឺត្រូវចិត្តខ្ញុំហ្មងអ្នកទាំងអស់គ្នាវាលក្ខណៈបែបស្ងួតសាច់វាទន់ស្ងួតក្រៅសាច់ទន់ខាងក្នុងអត់ខ្សោះទេហើយបើថាក្លិនវិញអត់មានទេអូយឲ្យមានមួយទៀតបើលៀងផងសុះផងអប់ផងបានធ្វើវានឹងឡើងបែកញើសជោកថ្ងៃហើយនោះចំក្នុងផ្ទះបាយក្តៅតែញ៉ាំវាជាមួយជ្រក់ល្ហុងអូយចូលចិត្តគ្នាខ្លាំងហ្មងគ្រាន់តែវាស្ទើរហឹលអ្នកទាំងអស់គ្នាបើចូលចិត្តលក្ខណៈបែបស្ងួតសាច់ទន់ក្នុងហ៎អាចធ្វើចឹងញ៉ាំបានបាទ